Hello សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះវិញខ្ញុំនឹងសម្រាប់នៅរឿងមួយដែលមានចំណងជើងថាសងព្រេងនៅក្នុងហ្គេមដែលជាប់បណ្ដាសាមុននឹងចូលសាច់រឿងកុំ like subscribe និងបិទសញ្ញាកណ្ដឹងដើម្បីទទួលវីដេអូថ្មីមុនគេហើយកុំទៅបាយយកចូលសាច់រឿងឲ្យយើងហ្មងទៅនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានឈ្មោះថា Dover វាមានការសម្ងាត់ជាច្រើនដែលយើងមិនទាន់ដឹងតើលោកអ្នកហត់ទេពេលដែលព្យាយាមចាប់បិសាចអ្នកដែលត្រូវរបួសពីការប្រយុទ្ធឬក៏ពេលដែលអ្នកខិតខំធ្វើចំការទាំងកណ្ដាលថ្ងៃក្តៅជូនទៅកាន់ឪពុកម្ដាយដែលខំធ្វើការយ៉ាងលំបាកចំពោះវីរៈបុរសដែលតែងតែឈឺចាប់ដោយសារតែបិសាចហើយនិងក្មេងៗដែលឧស្សាហ៍ឈឺជាប្រចាំនៅក្នុងភូមិ Dover មានមនុស្សតែម្នាក់ដែលយើងទុកចិត្តនោះគឺជាអ្នកព្យាបាលរោគនៅភូមិ Dover អ្នកទាំងអស់គ្នាកុំភ្លេចមករកអ្នកដែលព្យាបាលជំងឺ100មុខនៅភូមិ Dover ណាវត្តតាហេចេញមកដល់ខ្ញុំប្រមូលហ្មងសម្រាប់រឿងសុកលេងអ្នកនិពន្ធឲ្យប្រមូលតួស្រីឯណាថ្នាំនេះពិតជាមានប្រសិទ្ធភាពខ្លាំងមែនគ្រាន់តែផឹកបន្តិចសោះក៏មានកម្លាំងពេញបបវាពិតជាអស្ចារ្យមែនកញ្ញាលក់ថ្នាំពិសេសតើអ្នកនាងមានរូបមន្តអាចកំបាំងបង្កើតថ្នាំទាំងនោះមែនទេថ្នាំទាំងនោះរឿងនោះវាលំបាកបន្តិចហើយប៉ុន្តែដើម្បីលោកអត់ទេខ្ញុំចង់មានន័យថាដើម្បីសុខភាពរបស់មនុស្សគ្រប់គ្នាព្រោះថាបើអ្នកគ្រប់គ្នាមានសុខភាពល្អក្រែងជាក្តីសុខរបស់អ្នកផលិតថ្នាំតើមែនទេហាហាអ្នកនាងប្រកាសជាភ្ញាក់ផ្អើលណាស់ហើយមើលទៅដែលខ្ញុំសម្ភាសអ្នកនាងភ្លាមបែបនេះខ្ញុំលើថានៅទីនេះក៏មានធាតុផ្សំពិសេសដែរមែនទេត្រូវហើយខ្ញុំនឹងបញ្យល់ខ្លះៗប្រាប់លោកនេះគឺជាធាតុផ្សំមួយដែលមានឈ្មោះថា Mercury អ្នកនាងចង់មានន័យថាដើមផ្កាតូចនេះពិតជាថ្នាំដែលមានប្រយោជន៍ពិតមែនឬតែលោកមិនគួរដកវាចេញមកទេអបែរណាដោយសារតួស្រីយាមស្ដាំក៏បានដកអា Mercury នឹងចេញមកហើយក៏ស្រាប់តែ Mercury នឹងស្រាញ់ចាយយកតែម្ដងបើសិនជាអ្នកដកវាចេញពីដីវានឹងអាចវាប្រហារអ្នកបានភ្លាមនោះហើយជាការវាប្រហាររបស់វាដែលវាប្រើនៅសំឡេងដូចសារិការបស់វានឹងស្រែកចេញមកធ្វើឲ្យយើងស្ទើរតែបែកក្តារកជាមូលហេតុដែលខ្ញុំដឹងពីរឿងនេះព្រោះថាទីនេះមិនមែនជាពិភពពិតនោះទេប៉ុន្តែវានៅក្នុងហ្គេមមួយដែលមានឈ្មោះថា Zelda ហើយអ្នកលក់ថ្នាំព្យាបាល100មុខដែលត្រូវអ្នកយកព័ត៌មាននៅប្រចាំភូមិសម្ភារគឺខ្ញុំសេរីកអេរីតួស្រីរបស់យើងក៏បានវៃសក់ជះរៀងស្អាតដាក់អ្នកសារព័ត៌មានមួយច្រឡំជាអ្នកសារព័ត៌មានឯណាអ្នកយកព័ត៌មានហើយចេះអ្នកយកព័ត៌មាននិងអ្នកសារព័ត៌មានខុសគ្នាផងណាចាប់បដោយសម្រាប់យូរលេងវល់ហ្មងដែលគឺជាតួអង្គម្នាក់ដែលនៅក្នុងហ្គេម Zelda ហ្គេម Zelda កំណើត308បានបង្កើតប្រព័ន្ធបង្ហាញ PG ល្អបំផុតនៅក្នុងហ្គេមបច្ចុប្បន្នអ្នកលេងនឹងអាចប្រយុទ្ធជាមួយនឹងសត្វចម្លែកជាមួយនឹងតួអង្គដែលបានហ្វឹកហាត់ជាមួយនឹង AL ពួកគេក៏បង្កើតនៅបេសកកម្មធម្មតាឲ្យគួរឲ្យចាប់អារម្មណ៍ដោយការបន្ថែមពេលវេលាវាជាហ្គេមដែលតម្រូវឲ្យអ្នកលេងនឹងជួយសង្គ្រោះពិភពលោកដែលទទួលរងនឹងការបំផ្លិចបំផ្លាញម្យ៉ាងទៀតហ្គេមនេះគឺមិនបានបង្ហាញថាអ្នកណាគឺជាតួឯកនោះទេទើបធ្វើហ្គេមនេះកាន់តែមានចំណាប់អារម្មណ៍ចំពោះមនុស្សគ្រប់គ្នាអ្វីដែលពិសេសនោះយើងត្រូវការពាក់ឧបករណ៍ VR កន្លងពេលលេងធ្វើឲ្យអ្នកលេងគ្រប់គ្នាឃើញទិដ្ឋភាពពិតៗប្រៀបដូចជាបានចូលទៅក្នុងនោះពួកគេនឹងអាចក្លាយទៅជា hero ដែលផ្សងព្រេងនៅក្នុងពិភពលោកដែលអស្ចារ្យមួយហើយ graphic របស់ហ្គេមគឺមិនខុសពីពិភពពិតសូម្បីតែបន្តិចទៅធ្វើឲ្យអ្នកលេងកាន់តែជក់ចិត្តដិតអារម្មណ៍ទោះជាយ៉ាងណាក៏ដោយមានកំហុសបានកើតឡើងនៅក្នុងម៉ាស៊ីនមានការភ្ជាប់របស់អ្នកលេងទាំងអស់នឹងត្រូវបានបញ្ចប់នៅឆាប់នេះទោះបីជាស្ថិតនៅក្នុងវគ្គដំបូងក៏ដោយក៏វាត្រូវជាប់គាំងជាច្រើនថ្ងៃដោយសារតែម៉ាស៊ីនមេរង្វាន់ទាំងអស់នឹងត្រូវបាត់បង់ដោយសារតែកំហុសដោយសារតែប្រព័ន្ធរបស់ EL គឺទំនើបខ្លាំងពេកទៅធ្វើឲ្យអ្នកលេងគឺមិនអាចយកឈ្នះបានសោះព្រោះតែហេតុនេះហើយទៅធ្វើឲ្យមានអ្នកជំនាញលេងហ្គេមជាច្រើនព្យាយាមយកឈ្នះវគ្គធម្មតានោះប៉ុន្តែក្នុងចំណោមរបស់ពួកគេទាំងអស់គ្មាននរណាម្នាក់ដែលអាចឈានដល់វគ្គបញ្ចប់នោះទេនេះហើយទៅជាមូលហេតុដែលហ្គេម Zelda World 308នៅតែជាពេជ្រចាមអារាមដោយមិនមានដាក់ឲ្យប្រើប្រាស់ជាផ្លូវការណាមួយនោះឡើយ Zelda ជាហ្គេមដែលជាប់បណ្ដាសាច្បាស់ណាស់មិនអាចទៅរួចទេមិនបាន version ថ្មីគាំងនៅពេលដែលបើកឲ្យលេងត្រឹមតែ12ម៉ោងបែបនេះខ្ញុំចាំយូរហើយមើលទៅវាដូចជាមិនដំណើរការទេក្នុងនាមជាបុគ្គលិកប្រតិបត្តិការហ្គេមតូចជាង Zelda ធំជាងនេះខ្ញុំទទួលខុសត្រូវនៅរបាយការណ៍អំពីកំហុសហើយនឹងដោះស្រាយអំពីការតវ៉ារបស់ពួកគេដូច្នេះហើយខ្ញុំក៏សម្រេចចិត្តថាភ្ជាប់ចូលមកទីនេះវាគ្មានកំហុសនោះទេខ្ញុំបានដាក់ថាមពលឲ្យតួអង្គអ្នករួចហើយដើម្បីរកកំហុសតួអង្គ AL ដែលពួកយើងបានរៀបចំខ្ញុំបានកែសម្រួលវា308ដងហើយហេតុអ្វីបានជាវានៅតែមានកំហុសបែបនេះខ្ញុំមិនយល់សោះថាតើវាមានកំហុសស្អីទៀតទោះស្អីបាននិយាយថាមកពីខ្លួនឯងនឹងមានឋានៈតូចទាបបើសិនជាហ៊ានប្រឆាំងជាមួយមេឬមកក៏អត់គ្រប់វិជ្ជាមេនឹងត្រូវដេញក្បាលចេញមកធ្វើការនៅផ្ទះវាស្រួលម្យ៉ាងដែរសង្ឃឹមថាហ្គេមដែលខ្ញុំមានចំណាយបង្កើតនេះនឹងចេញជាផ្លូវការឆាប់សេចក្តីជូនដំណឹងការលេងយូរម៉ោងបណ្ដាលឲ្យប៉ះពាល់ផ្លូវចិត្តឬផ្លូវកាយវាអាចមានផលអវិជ្ជមានទៅកាន់ជីវិតប្រចាំថ្ងៃរបស់អ្នកខ្ញុំគ្រាន់តែចង់ចូលក្នុងហ្គេមទៅដើម្បីកែប្រែកំហុសហើយក៏មិននឹកស្មានថា
មានរឿងបែបនេះកើតឡើងដែរអ្នកបានចូលមកក្នុង Zelda ហើយតួស្រីក៏បានធ្លាក់មកភូមិនឹងអញ្ចឹងទៅហើយរឿងក៏បានកើតនៅបច្ចុប្បន្នវិញអញ្ចឹងទៅពួកយើងគួរតែចូលទៅកាន់សំណួរបន្ទាប់តើតម្លៃនៅថ្នាំនោះសញ្ញាសម្គាល់នៅលើក្បាលរបស់គេមិនអាចទេនេះពិតជាពិភពនៅក្នុងហ្គេមមែនឬបើបោកពីពេលវេលាដែលខ្ញុំព្យាយាមមិនខ្វល់ពីវាបំផុតពេលវេលាលេងក្នុងហ្គេម2ឆ្នាំ2ខែ4ថ្ងៃ6ម៉ោងពេលវេលានៅពិភពពិត24ម៉ោងសូមអភ័យទោសអ្នកនាងមានត្រង់ណាមិនស្រួលមែនទេខ្ញុំស្រាប់តែមានអារម្មណ៍ថាមិនស្រួលខ្លួនភ្លាមវាមិនដែរធ្វើបែបឲ្យអត់ស្រួលខ្លួនទៀតហើយនិយាយព័ត៌មាននេះខ្ញុំតែជឿដែរលោកអើយ2ឆ្នាំខ្ញុំបាននៅក្នុងហ្គេមនេះ2ឆ្នាំហើយនេះជារឿងដែលឈួតបំផុតដូច្នេះខ្ញុំសូមទៅសិនហើយជប់សិនកញ្ញាអ្នកលក់ថ្នាំខ្ញុំមិននឹកស្មានសោះថាខ្ញុំចំណាយពេលនៅពិភពហ្គេមនេះអស់រយៈពេល2ឆ្នាំហើយ2ឆ្នាំនៅក្នុងពិភពហ្គេមតែមានរយៈពេលដល់24ម៉ោងទៅក្នុងពិភពពិតប៉ុណ្ណោះទោះតែបើយើងក៏បានគូគណិតចូលខ្លួនបូកដកគុណចែកចេញមកគឺខ្លួនឯងនឹងក៏បានជាប់នៅក្នុងហ្គេមនេះរយៈពេល1ថ្ងៃបាត់ហើយខ្ញុំមិនអាចនៅទីនេះយូរបានទៀតនោះទេខ្ញុំត្រូវតែចេញពីទីនេះឲ្យបានលឿនហើយទៅបានទោះស្រីរបស់យើងគឺព្យាយាមលុកចេញដែរប៉ុន្តែលុកអ្វីក៏លុកមិនចេញដែរនេះស្អីនឹងអាហ្គេមឈួតនេះមិនបានជាវាមិនឲ្យខ្ញុំលុកអានអេរ៉េក៏ប្រឹងចុចលុកម្ដងហើយម្ដងទៀតប៉ុន្តែអត់បានសមហ្មងនេះវាកើតស្អីទៅហេតុអីទៅឬវាមានមេរោគបើដូច្នេះខ្ញុំធ្វើមិនបានអាចចេញពីទីនេះបានទៅទោះតែយើងក៏បានគិតពីវិធីចេញទៅបើសិនជាមានអ្នកណាម្នាក់អាចដោះឧបករណ៍ VR ចេញពីនាងនោះប្រកាសជាអាចចេញទៅជាមិនខានតែគុណវិបត្តិនោះគឺតួស្រីនឹងគឺនៅ single ដូចជាអ្នកមើលអញ្ចឹងហើយគឺចេញបានដែរហើយតួស្រីរបស់យើងនឹងគឺធ្វើការនៅប្រើអ៊ីនធឺណិតតែគុណវិបត្តិមួយទៀតនោះគឺសូម្បីតែមិត្តរួមការងាររបស់តួស្រីយើងនឹងក៏មិនចាប់អារម្មណ៍ពីតួស្រីរបស់យើងបានដែរតួស្រីក៏គិតទាំងភ័យខ្លាចថាតើមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់នាងទៅហើយអ្វីកាន់តែសំខាន់ទៀតនោះគឺតួស្រីរបស់យើងក៏អត់បាយឡើង24ម៉ោងហើយហ្នឹងអូមិនបាច់ភ័យទេដឹងតែងាប់ហើយតែខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅលោកអើយអូខេឥឡូវភាគ1របស់យើងបានមកដល់ទីបញ្ចប់ហើយអត់មានកំហុសខុសឆ្គងអីសំខាន់តែអភ័យទោសថាចាំខ្ញុំចេញរឿងនឹងយូរពេកក៏អាចទៅមើលនៅក្នុង page នេះបានអូខេចាប់វីដេអូបាយបាយ